សួស្តីបងប្អូនទី12ទាំងអស់គ្នាអញ្ចឹងស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងវីដេអូនេះយើងនឹងកែលម្អិតប្រតិបត្តិយើងបន្តអញ្ចឹងគេមើលគេឲ្យបំផ្លាញចំនួន complex សិត1សិត2ហ្នឹងជាទម្រង់ត្រីកោណមានអញ្ចឹងមុននឹងចូលទៅដល់ការសរសេរជាទម្រង់ត្រីកោណមានយើងរំលឹកសិនតើរូបមន្តត្រីកោណទម្រង់ត្រីកោណមាននៃចំនួន complex ហ្នឹងវាមានទម្រង់បៀបមិនអញ្ចឹងបើសិនជាគេមានចំនួន complex ទម្រង់ពេជ្រគណិតសិតស្មើនឹង a បូក be គេអាចបំលែងវាជាទម្រង់ត្រីកោណមានគឺសិតស្មើ a cos alpha បូក e sin alpha ដែល a យើងស្មើគេរូបមន្តយើងគឺ a ឬ a ការ៉េបូក b ការ៉េហើយ alpha យើងជាអី alpha យើងគឺជា a គុយម៉ង់ឬក៏ជាមុំនៃសិតរបស់យើងហ្នឹងបាទអញ្ចឹងវាស្មើអីវាផ្ទៀងផ្ទាត់អីគេអាហ្នឹងវាផ្ទៀងផ្ទាត់អីទី1 cos alpha ស្មើ a លើ a sin alpha ស្មើ b លើ a អញ្ចឹងដើម្បីសរសេរជាទម្រង់ត្រីកោណមាននេះបែបនេះបានយើងត្រូវតែស្គាល់ a ស្គាល់ alpha អញ្ចឹងយើងមានពីរជម្រើសទី1គឺយើងអាចធ្វើ rho a ហើយ rho alpha មកបានប៉ុន្តែជាទូទៅគឺគេអត់រកបែបហ្នឹងទេដោយសារតែវាចំណាយពេលយូរអញ្ចឹងយើងនឹងសរសេរទម្រង់ត្រីកោណមានដូចគ្នាប៉ុន្តែយើងមិនប្រើវិធីនេះទេយើងប្រើវិធីមួយដែលខ្លីជាងនេះបានគឺយើងសរសេរមកចេញជាទម្រង់បែបនេះតែម្ដងប៉ុន្តែយើងនៅតែអាចកំណត់ a ឬក៏កំណត់ a គុយម៉ង់យើងបានដូចគ្នាអូខេអញ្ចឹងយើងចាំមើលតើគេធ្វើវាម៉េចយើងមើលទាំងអស់គ្នាអញ្ចឹងគេមានអីគេសិត1យើងស្មើដក2អញ្ចឹងវាជាទម្រង់ពេជ្រគណិតហើយនៅយើងដាក់ថែម0មកបានចេញពេជ្រគណិតអញ្ចឹងស្មើដក2បូក0 0i អញ្ចឹងយើងមើលយើងអាចរក a រកតាមនេះបានប៉ុន្តែខ្ញុំអត់រកទេខ្ញុំចាប់2ជាកតាអញ្ចឹងបានថាទាំងអស់ហ្នឹងទៅចែកនឹង2អញ្ចឹងដក2ចែកនឹង2បានដក1 0ចែកនឹង2បាន0អូខេអញ្ចឹងខាងមុខនេះជាតម្លៃរបស់ cos alpha ខាងក្រោយនេះជាតម្លៃ sin alpha អញ្ចឹងយើងគិតមើលតើ cos ប្រមាណវាស្មើនឹងដក1 sin ប្រមាណស្មើនឹង0អញ្ចឹងយើងគូរង្វង់ត្រីកោណមានតិចទៅអញ្ចឹងគូរង្វង់អញ្ចឹងអានេះ0ផាយលើ2ផាយ3ផាយលើ2អានេះ2ផាយអូខេតម្លៃវាតម្លៃកន្លែងនេះគឺ1 1ដក1ដក1កន្លែងនេះគឺ0អូខេអញ្ចឹងអានេះជាអរបស់ cos អានេះជាអរបស់ sin ណាអឈរបាទអញ្ចឹងយើងមើលបើយើងចង់រក cos យើងតម្លាក់ចំណោលកែងនៅលើអដេកបើចង់រក sin យើងចំណោលកែងតម្លាក់ចំណោលកែងលើអឈរអញ្ចឹងយើងមើល cos ប្រមាណស្មើដក1 sin ប្រមាណស្មើ0អញ្ចឹងនៅកន្លែងនេះតម្លៃនេះគឺតម្លៃរបស់ cos ទៅហើយអញ្ចឹងមើលកន្លែងនេះគឺដក1ដក1គឺជាតម្លៃរបស់ cos អញ្ចឹង cos ប្រមាណស្មើដក1ហ្នឹងយើងមើលមុំគឺ cos ផាយចុះ sin ផាយប្រមាណតម្លាក់មកចំលេខ0អញ្ចឹងបានន័យថាម៉េចសិត1យើងស្មើ2កតាឲ្យ cos ផាយបូក e sin ផាយអញ្ចឹងយើងមើលតើវាចូលជាទម្រង់បែបនេះនៅអញ្ចឹងចូលហើយអញ្ចឹងសិត1យើងស្មើប៉ុណ្ណឹងជាទម្រង់ត្រីកោណមានសិត2ស្មើ2ឬ3បូក 2i អញ្ចឹងយើងសង្កេតមើល2ហ្នឹងសិនតើ2ហ្នឹងវាមានអីដូចគ្នានេះក៏2នេះក៏2អញ្ចឹងយើងចាប់2ជាកតាអញ្ចឹងសល់ឬ3បូក i អញ្ចឹងកន្លែងនេះយើងមានវិធីគិត2ទី1មេគុណមកនេះហ្មង1អញ្ចឹងអាចគិតនេះជា a នេះជា b បានអញ្ចឹងយើងរក a ទៅយើងនឹងឃើញ a វាឃើញ2បន្ទាប់មកយើងចាប់2ជាកតាវិធីសាស្ត្រមួយទៀតគឺយើងចាំគូវាឲ្យតែឃើញ1នឹងឬ3ឬក៏ឬ3ហើយនឹង1យើងចាប់2ជាកតាអញ្ចឹងវាបានគេអានេះ2វានៅនឹងស្រេចយើងចាប់2ជាកតាបានន័យថាម៉េចឬ3នេះក៏ចែកនឹង2អាមុខនេះក៏ចែកនឹង2អញ្ចឹង1លើ2អាចអញ្ចឹង2គុណនឹង2បាន4អញ្ចឹងយើងសង្កេតមើលទៀតតើ cos ប្រមាណស្មើឬ3លើ2 sin ប្រមាណស្មើ1លើ2យើងមើលអានេះ30 60អានេះ45អញ្ចឹងអានេះផាយលើ6
pi លើ 4 pi លើ 3 ចឹងបើសិនជាគេចង់រកកូសចឹងតម្លាក់មកនេះកន្លែងនេះចិត្តលេខ1អញ្ចឹងតម្លៃវាគឺឬ3 លើ 2អានេះតូចជាងឬ3 លើ 2 គឺឬ2 លើ 2ដល់ពេលកន្លែងនេះតម្លាក់មកទៀតវាស្មើនឹង1 លើ 2នេះគឺជាតម្លៃរបស់កូសអញ្ចឹងស៊ីមដូចគ្នាតម្លាក់មកហើយចេញមកបានប៉ុន្មាន1 លើ 2 ឬ2 លើ 2 ឬ3 លើ 2 ឬ3 លើ 2 1 លើ 2អញ្ចឹងតម្លៃវាគឺប្រហែល pi លើ 6អញ្ចឹងយើងបាននឹងគេអញ្ចឹងអានេះកូស pi លើ 6 បូក e sin pi លើ 6នេះគឺជាតម្រង់ត្រីកោណមីត្រនៃសិត2ដូចនេះសិត1ស្មើ2កតាឲ្យកូស pi បូក e sin pi សិត2ស្មើ4កតាឲ្យកូស pi លើ 6 បូក e sin pi លើ 6អញ្ចឹងចប់វីដេអូក្រោយយើងនឹងធ្វើការកែលម្អិតបន្ថែមឬក៏តាក់ទងទៅនឹងការរកតម្លៃមុំពិសេសនៅក្នុងរង្វង់ត្រីកោណមីត្រឬក៏ការប្រើដៃបន្ថែមទៀតអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូបានយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត